សួស្តីបងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះប្រទេសថៃកំពុងតែធ្លាក់ក្នុងរណ្ដៅមហន្តរាយគួរឲ្យព្រឺសម្បុរទាហានថៃ2នាក់បាត់បង់ជីវិតយ៉ាងអនាចធមនៅក្បែរប្រាសាទតាមមនតូចខណៈដែលឡាន EV ផ្ទុះឆេះវិនិច្ឆ័យផ្ទុះទាំងព្រឹកព្រលឹមផ្អើលអស់អ្នកប្រើប្រាស់ភ័យស្លន់ស្លោមិនទាន់អស់ចិត្តធរណីបើកមាត់លេបផ្លូវកណ្ដាលរាជធានីបាងកកខណៈលោកអនុទិនហោះកាត់ទ្វីបបែកញើសប៉ុនក្របពោតទៅអង្វរលោកពូទីនដល់រុស្ស៊ីតើមានរឿងរ៉ាវរន្ធត់និងហួសចិត្តកម្រិតណាសូមបងប្អូនទាញកៅអីអង្គុយឲ្យជាប់មកតាមដានព័ត៌មានលម្អិតជាមួយខ្ញុំបាទយើងបើកឆាកដំបងគេបង្អស់សម្រាប់សប្តាហ៍នេះខ្ញុំបាទសូមនាំបងប្អូនឆ្ពោះទៅកាន់តំបន់ព្រំដែនជាមុនសិនកាលពីព្រឹកថ្ងៃទី16ខែមិថុនាឆ្នាំ2026នេះដំណឹងដ៏សោកសៅមួយបានធ្វើឲ្យកងកម្លាំងសូរ៉ាណាវីស្រក់ទឹកភ្នែកគ្រប់គ្នាហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចផ្លូវកោងមួយកន្លែងដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទតាមនតូចខណៈពេលបំពេញភារកិច្ចម៉ូតូរបស់កងទ័ពថៃមួយគ្រឿងបានជួបគ្រោះថ្នាក់រអិលដួលនៅលើដងផ្លូវស្របពេលដែលរថយន្តដឹកទាហានមួយគ្រឿងទៀតបើកមកដល់ក៏បានជ្រុលចង្កូតទៅបោកទង្គិចគ្នាយ៉ាងពេញទំហឹងតែម្ដងសាកសពបានបន្សល់ទុកនៅក្តីរន្ធត់ជនរងគ្រោះ2នាក់នោះគឺជាពលទាហានសិទ្ធឆៃវៀងថាំដែលជាអ្នកកាន់វិទ្យុតាក់ទងនិងជាពលទាហានថាប់ថេបស៊ីដាម៉ាតដែលជាអ្នកកាន់កាំភ្លើងយន្តស្រាលទោះបីជាក្រុមសង្គ្រោះប្រឹងប្រែងបញ្ជូនទៅមន្ទីរពេទ្យយ៉ាងណាក្តីក៏មិនអាចសង្គ្រោះដង្ហើមចុងក្រោយរបស់ពួកគេបានឡើយបច្ចុប្បន្នថ្នាក់ដឹកនាំកំពុងតែរៀបចំពិធីបុណ្យសពនិងផ្ដល់ប្រាក់ធានាជូនក្រុមគ្រួសារប៉ុន្តែគ្មានសំណងណាមួយអាចទិញជីវិតកូនប្រុសរបស់ពួកគេអាចត្រឡប់មកវិញបាននោះទេភាពសោកសៅពីរឿងទាហានស្លាប់នៅមិនទាន់រលត់ផងរឿងគួរឲ្យព្រឺសម្បល់មួយទៀតបានផ្ទុះឡើងកើតសារជាថ្មីម្ដងទៀតឈានចូលដល់វេលាម៉ោង5:00នាទីព្រឹកព្រលឹមថ្ងៃទី16ខែមិថុនាដដែលនេះនៅឃុំមឿងកៅខេត្តខនកែនភាពស្ងប់ស្ងាត់នៃទីក្រុងបានបំបែកដោយគ្រោះអាសន្នដ៏ក្តៅគគុកគ្រួសារមួយបានភ្ញាក់ពីដំណេកទាំងភ័យតក់ស្លុតបំផុតដោយសារតែសម្លេងផ្ទុះផាំងជាប់គ្នាដោយគេទម្លាក់គ្រាប់បែកក្បែរត្រចៀកនិងកម្ដៅឆាបឆេះក្ដៅហែងស្ទើរតែរលាកស្បែកលោកសេតផាត់កែវហ្វាយណុកម្ចាស់ផ្ទះវ័យ46ឆ្នាំបានរៀបរាប់ទាំងទឹកមុខស្លេកស្លាំងថាគាត់ទើបតែទិញរថយន្តអគ្គិសនី BYD Dolphin ពណ៌សដ៏ស្រស់ស្អាតនេះយកមកជិះហើយគាត់បានដោតខ្សែថ្មសាករថយន្តទៅទូសាកខាងមុខផ្ទះទីតាំងពីយប់ដូចសពមួយដងប៉ុន្តែអ្នកណាទៅដឹងមិននឹកស្មានថាស្រាប់តែទៀបភ្លឺពេលដែលមនុស្សម្នាកំពុងតែលង់លក់ក្នុងដំណេកភ្លើងបានចាប់ផ្ដើមឆាបឆេះចេញពីរថយន្តយ៉ាងសន្ធោសន្ធៅនិងមានផ្សែងហុយទ្រលោមពេញផ្ទៃមេឃបាត់ទៅហើយគ្រាន់តែលោកសេតផាត់បានឃើញសភាពមិនស្រួលគាត់ក៏ប្រញាប់ស្រែកចំហមាត់ដាស់សមាជិកគ្រួសារចំនួន4នាក់ទៀតដែលកំពុងលង់លក់នៅក្នុងផ្ទះឲ្យប្រញាប់វាយទ្វាររត់គេចខ្លួនចេញមកក្រៅឲ្យលឿនបំផុតទាំងបាតជើងទទេស្ថានភាពពេលនោះគឺភ័យស្លន់ស្លោរត់ចំពប់ជើងដួលងើបចេញមកក្រៅទាំងភ័យលុះព្រលឹងចង់សក់ព្រោះអណ្ដាតភ្លើងបានវាយលុកបិទផ្លូវស្ទើរតែជិតទៅហើយបើសិនជាយឺតតែ1ឬ2នាទីជីវិតមនុស្សទាំង4នាក់នេះមុខជាត្រូវភ្លើងឆេះខ្លោចក្នុងផ្ទះជាមិនខានត្រឹមតែប្រមាណនាទីប៉ុណ្ណោះបងប្អូនអើយភ្លើងឆេះឡាន EV វាលឿននិងសាហាវខ្លាំងណាស់អណ្ដាតភ្លើងបានលាបត្របាក់រថយន្តនោះឲ្យនៅសល់ត្រឹមតែគ្រោងដែកខ្មៅក្រៀមហើយភ្លើងបានរាលដាលយ៉ាងសាហាវវាយលុកឆេះផ្ទះវិនាសខូចខាតស្ទើរតែ100%ទៅហើយកម្លាំងពន្លត់អគ្គិភ័យត្រូវប្រើប្រាស់រថយន្តទឹកជាច្រើនគ្រឿងសម្រុកបាញ់តស៊ូកណ្ដាលកម្ដៅភ្លើងចំណាយពេលជាង1ម៉ោងទើបអាចពន្លត់បានប៉ុន្តែវាហួសពេលទៅហើយគឺមិនអាចសង្គ្រោះទ្រព្យសម្បត្តិអ្វីៗបានឡើយគឺរលាយអស់ត្រឹមតែមួយប្រព្រឹត្តភ្នែកតែអ្វីដែលធ្វើឲ្យមហាជនក្តៅសាច់និងផ្ទុះកំហឹងខ្លាំងបំផុតនោះគឺនៅថ្ងៃទី17ខែមិថុនាដដែលនេះតំណាងក្រុមហ៊ុន BYD បានចេញមុខប្រកាសក្តែងថាដោយការពារខ្លួនភ្លាមការផ្ទុះឆេះនេះមិនមែនបណ្ដាលមកពីកំហុសអាគុយឬប្រព័ន្ធខាងក្នុងរថយន្តទេតែវាបណ្ដាលមកពីបញ្ហាទុស្សេប្រព័ន្ធខ្សែភ្លើងនិងទូសាកខាងក្រៅរថយន្តប៉ុណ្ណោះការឆ្លើយតបបដិសេធទំនួលខុសត្រូវបែបនេះកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់រថយន្ត EV ក្នុងប្រទេសថៃរាប់ម៉ឺននាក់ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពទូសាកនៅតាមផ្ទះរបស់ខ្លួន
តើទូរស័ព្ទដែលក្រុមហ៊ុនដំឡើងឲ្យនោះពិតជាមានស្តង់ដារសុវត្ថិភាពដែរឬទេហើយតើអ្នកណានឹងចេញមុខទទួលខុសត្រូវនៃការបាត់បង់ផ្ទះមួយខ្នងនេះខ្ញុំបាទនឹងជម្រាបជូនបងប្អូននៅខាងចុងវីដេអូបងប្អូនអើយមហន្តរាយនៅប្រទេសថៃសប្តាហ៍នេះហាក់បីដូចជាខ្សែភាពយន្តដ៏រន្ធត់ពិតប្រាកដថយក្រោយបន្តិចទៅថ្ងៃទី15ខែមិថុនាវេលាម៉ោង 9:00 នាទីយប់នៅស្រុកថាម៉ាកាខេត្តកញ្ចនបុរីទីក្រុងប្រជុំជនដ៏អ៊ូអរដែលធ្លាប់តែមានមនុស្សដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយស្រាប់តែប្រែក្លាយជាសមុទ្រភ្លើងគួរឲ្យព្រឺរន្ធត់ត្រឹមតែមួយប្រព្រឹត្តភ្នែកហាងជួសជុលនាឡិកាដ៏ល្បីល្បាញនិងមានអាយុកាលយូរឆ្នាំប្រចាំសហគមន៍ដែលជាអគារ3ជាន់បានក្លាយជាចំណុចកណ្ដាលនៃអគ្គិភ័យដ៏កាចសាហាវនេះអណ្ដាតភ្លើងពណ៌ក្រហមឆ្អៅបានឆេះរាលដាលយ៉ាងលឿនដោយភ្នែកបន្ទោលេបត្របាក់អគារចំនួន3ល្វែងជាប់គ្នាយ៉ាងសន្ធោសន្ធៅបញ្ចេញផ្សែងខ្មៅក្រាស់ខ្មឹកក្របពេញផ្ទៃមេឃអ្នកភូមិរាប់រយនាក់ដែលកំពុងដើរទិញអីវ៉ាន់ក្បែរទីផ្សារបាននាំគ្នាស្រែកឆោឡោនិងឈរមើលការតក់ស្លុតព្រោះភ្លើងឆេះលឿនពេកនរណាក៏មិនអាចជួយទាន់ទម្រាំតែរថយន្តពលុតអគ្គិភ័យរាប់សិបគ្រឿងបើកមកដល់និងប្រឹងប្រែងបាញ់ទឹកតស៊ូជាមួយកម្ដៅភ្លើងយ៉ាងលំបាករហូតដល់គ្រប់គ្រងស្ថានភាពបានគឺគ្រប់យ៉ាងត្រូវបានបញ្ចប់បាត់ទៅហើយនាឡិកាបុរាណកម្រនាឡិកាសន្សំទុកតម្លៃរាប់ម៉ឺនបាតព្រមទាំងឧបករណ៍ជួសជុលទំនើបរាប់មិនអស់ត្រូវភ្លើងកាចសាហាវនេះបានឆាបឆេះក្លាយជាផេះរលីងគ្មានសល់សូម្បីតែបន្តិចងាកចេញពីអណ្ដាតភ្លើងដ៏ក្តៅកគុកមកមើលការបាក់ស្រុតដីនៅកណ្ដាលរាជធានីបាងកកវិញម្ដងរឿងនេះរឹតតែធ្វើឲ្យប្រជាជនថៃរស់នៅទីក្រុងភ័យបុកពោះនៅល្ងាចថ្ងៃទី16ខែមិថុនាវេលាម៉ោងប្រហែលជា7:00នាទីយប់ដែលជាពេលវេលាមមាញឹកបំផុតចំពេលដែលប្រជាពលរដ្ឋកំពុងតែសម្រុកបើកបរត្រឡប់ទៅផ្ទះហើយចរាចរណ៍កំពុងតែកកស្ទះខ្លាំងនោះស្រាប់តែកំណត់ផ្លូវឡាតប្រៅផ្នែកខាងមុខផ្សារឡូតាត់សាខាបាងកាពិបានស្រុតយ៉ាងកំហុកដូចដីបើកចំហមាត់លេបយកខ្នល់អញ្ចឹងទស្សនវិជ្ជាពេលនោះគួរឲ្យព្រឺសម្បល់ណាស់វាបានបន្សល់ទុកនៅរុនយក្សមួយទំហំ3x4 ម៉ែត្រនិងមានជម្រៅរហូតដល់2ម៉ែត្រសំណាងល្អប៉ុនភ្នំដែលពេលបាក់ស្រុតគ្មានរថយន្តឬម៉ូតូណាធ្លាក់ទៅក្នុងរណ្ដៅមរណៈនោះបើមិនអញ្ចឹងទេមិនដឹងថាមានអ្នកបាត់បង់ជីវិតប៉ុន្មានអ្នកនោះឡើយការបាក់ស្រុតនេះបានធ្វើឲ្យចរាចរណ៍កកស្ទះឡានរាប់គីឡូម៉ែត្រលោកណារុនរឿនស៊ីលេខាធិការក្រុងបាងកកត្រូវប្រញាប់ចុះទៅត្រួតពិនិត្យភ្លាមៗទាំងយប់មូលហេតុត្រូវគេបានរកឃើញថាគឺបណ្ដាលមកពីការស្រុតបាក់បំពង់ដាក់ខ្សែភ្លើងក្រោមដីរបស់រដ្ឋបាលអគ្គិសនីរាជធានីតែម្ដងក្រុមជាងត្រូវប្រកាសអាសន្នតស៊ូបូមទឹកនិងចាក់បេតុងលាយខ្សាច់ពេញមួយយប់ទល់ភ្លឺទើបអាចបើកឲ្យប្រជាពលរដ្ឋដំណើរការឡើងវិញនៅព្រឹកបន្ទាប់ហេតុការណ៍នេះបញ្ជាក់យ៉ាងច្បាស់កឡែតពីគុណភាពហេដ្ឋារចនាសម្ព័ន្ធដ៏ទន់ខ្សោយនិងភាពផុយស្រួយនៅក្នុងទីក្រុងដ៏ធំមួយនេះដែលធ្វើឲ្យប្រជាពលរដ្ឋថៃមានអារម្មណ៍ថាពួកគេកំពុងតែបើកបរលើកំណកគ្រោះថ្នាក់ជារៀងរាល់ថ្ងៃឃើញស្ថានភាពអាក្រក់ៗកើតឡើងជាបន្តបន្ទាប់បែបនេះស្ថាប័នជាតិនៅថ្ងៃទី17នេះលោកឧត្តមសេនីយ៍សុំភពផារ៉ាវ៉េតអនុមេបញ្ជាការកងភូមិភាគទី2បានចុះទៅត្រួតពិនិត្យការហ្វឹកហាត់កងកម្លាំងចម្រុះជនស៊ីវិលប៉ូលីសនិងទាហានប្រចាំឆ្នាំ2026យ៉ាងម៉ឺងម៉ាត់សម្ពយុទ្ធនេះប្រព្រឹត្តនៅមណ្ឌលយោធាភូមិភាគទី23នៅក្នុងជំរំស្រីផាឆារិនខេត្តខុនកែនការហ្វឹកហាត់រួមមានសារៈសំខាន់ណាស់ក្នុងការសង្គ្រោះជីវិតនិងដោះស្រាយវិបត្តិបន្ទាន់ឲ្យបានទាន់ពេលវេលាខណៈដែលគ្រោះធម្មជាតិនិងគ្រោះថ្នាក់សង្គមកំពុងគំរាមកំហែងប្រជាជនថៃជារៀងរាល់ថ្ងៃងាកមកមើលឆាកនយោបាយនិងមេដឹកនាំកម្ពុជាឯណោះវិញគឺរឹតតែក្តៅកគុកកាលពីល្ងាចថ្ងៃទី16ខែមិថុនាម៉ោង 8:25 នាទីលោកនាយករដ្ឋមន្ត្រីថៃអនុទីនបាននាំគណៈប្រតិភូជាន់ខ្ពស់ជាន់ទឹកដីទីក្រុងកាសានប្រទេសរុស្ស៊ីដោយសុវត្ថិភាពគោលបំណងនៃដំណើរដ៏ឆ្ងាយនេះគឺដើម្បីចូលរួមប្រជុំអាស៊ានរុស្ស៊ីសម័យពិសេសប៉ុន្តែអ្វីដែលជាចំណុចស្នូលនិងជាដង្ហើមចុងក្រោយរបស់រដ្ឋាភិបាលថៃគឺការរៀបចំជំនួបទ្វេភាគីរវាងលោកអនុទីននិងលោកប្រធានាធិបតីវ្លាឌីមៀពូទីនដោយផ្ទាល់នៅថ្ងៃទី17និង18ខែមិថុនានេះប្រទេសថៃកំពុងសម្លឹងមើលឱកាសមាសក្នុងការទាញយកកិច្ចសហការប្រតិបត្តិការផ្នែកធម្មពលតម្លៃថោកបច្ចេកវិទ្យា
និងការបើកទីផ្សារនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៊ីដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកំពុងជាប់គាំងនិងដុនដាបយ៉ាងខ្លាំងនៅក្នុងស្រុកសួស្តីបងប្អូនទាំងអស់គ្នាស្ដាប់ហេតុការណ៍ទាំងនេះហើយតើបងប្អូនគិតយ៉ាងណាដែរសម្រាប់ខ្ញុំបាទសូមធ្វើការវិភាគ3ចំណុចធំទី1គឺសន្តិសុខហេដ្ឋារចនាសម្ព័ន្ធកំពុងធ្លាក់ចុះមិនដឹងថាឡានអគ្គិសនីផ្លូវថ្នល់ឬខ្សែភ្លើងអគារចាស់ៗគឺសុទ្ធតែជាក្របបែកពេលវេលាដែលមិនដឹងថានឹងផ្ទុះកើតឡើងនៅពេលណាការបាក់ផ្លូវនិងភ្លើងឆេះជាបន្តបន្ទាប់បង្ហាញពីការគ្រប់គ្រងស្តង់ដារសុវត្ថិភាពនៅមានកម្រិតនិងខ្វះខាតការត្រួតពិនិត្យឲ្យបានច្បាស់ទី2តម្លៃមហិច្ឆតាឈ្លានពានទឹកដីខ្មែររឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ដែលឆក់យកទាហានថៃ2នាក់នៅក្បែរប្រាសាទតាម៉ុនតូចនោះវាមិនមែនជារឿងចៃដន្យឬក៏ជាការលះបង់គួរឲ្យស្ញើចសរសើរការពារជាតិថៃនោះទេបងប្អូនខ្មែរជាទីគោរពត្រូវដឹងថាតំបន់ប្រាសាទតាម៉ុនតូចគឺជាកេរដំណែលប្រវត្តិសាស្ត្រនិងជាអធិបតេយ្យភាពទឹកដីរបស់ខ្មែរដែលកងទ័ពថៃកំពុងតែបោះទ័ពឈ្លានពាននិងកាន់កាប់ដោយខុសច្បាប់យ៉ាងកក្លឿនរហូតដល់ពេលនេះការបាត់បង់ជីវិតកងទ័ពរបស់ខ្លួនឯងយ៉ាងអនាធធមនៅលើទឹកដីដែលកំពុងតែរលោភបំពានគេនេះវាហាក់បីដូចជាក្រើនរំលឹកនឹងបារមីម្ចាស់ទឹកចាស់ដីឬជាបណ្ដាសាដែលបញ្ជាក់យ៉ាងច្បាស់ប្រាប់ទៅរដ្ឋាភិបាលថៃថាទោះបីអ្នកឯងប្រឹងប្រែងដាក់ទ័ពយាមកាមតឹងរឹងប៉ុណ្ណាក៏កងទ័ពឈ្លានពានមិនអាចឈរជើងដោយសេចក្តីសុខនិងគ្មានថ្ងៃទទួលបានសុវត្ថិភាពនៅលើទឹកដីដែលមិនមែនជាទឹកដីរបស់ខ្លួនទី3ល្បែងការតូចនិងការរស់រាននៃសេដ្ឋកិច្ចចំណុចនេះគឺជារឿងសំខាន់ណាស់បងប្អូនហេតុអ្វីបានជាថៃប្រញាប់ប្រញាល់ងាកទៅរកពូទីននិងរុស្ស៊ីភ្លាមបែបនេះចម្លើយគឺថៃគ្មានជំរឿនផ្សេងទៀតទេបន្ទាប់ពីថៃបានបរាជ័យក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចក្នុងតំបន់ជាពិសេសការធ្លាក់ចុះនៅទំនាក់ទំនងពាណិជ្ជកម្មយ៉ាងគំហុកជាមួយបណ្ដាប្រទេសជិតខាងរួមមានដូចជាកម្ពុជាម៉ាឡេស៊ីនិងភូមាបណ្ដាប្រទេសជិតខាងលែងសូវពឹងផ្អែកលើផលិតផលថៃដូចមុនទៀតហើយវិបត្តិនឹងការបាត់បង់ទីផ្សារក្នុងតំបន់នេះបានធ្វើឲ្យថៃជួបប្រទះនឹងអនុភាពសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់ជួបដូច្នេះហើយទោះបីជាត្រូវឆ្លងទ្វីបនិងប្រឈមមុខសម្ពាធអន្តរជាតិយ៉ាងណាក៏ដោយក៏រដ្ឋាភិបាលថៃត្រូវតែរត់ទៅតោងរុស្ស៊ីដើម្បីយកខ្យល់ដង្ហើមសេដ្ឋកិច្ចមកសង្គ្រោះប្រជាជនក្នុងស្រុកឲ្យទាល់តែបានបងប្អូនជាទីគោរពស្រឡាញ់តើបងប្អូនមានទូរស័ព្ទថ្មរថយន្តអគ្គិសនីនៅផ្ទះហើយមានការព្រួយបារម្ភដែរឬទេសូមបងប្អូនខមមិននៅយោបល់ខាងក្រោមវីដេអូនេះទាំងអស់គ្នាជាចុងក្រោយខ្ញុំបាទសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាសូមបងប្អូនកុំភ្លេចជួយចុច Like Share និងចុច Subscribe ទៅ Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំបាទបន្តខំស្រាវជ្រាវព័ត៌មានថ្មីមកចែកជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា